ដោយសារពុទ្ធចក្ខុបានដល់បញ្ញាចេតសិកនឹងឯងបានជានៅក្នុងនឹងថាពុទ្ធចក្ខុនឹងឯងបានដល់ថាភ្នែកព្រះពុទ្ធក៏ប៉ុន្តែភ្នែកព្រះពុទ្ធនោះប្រមើមើលនៅលោកតើបានទេប្រមើមើលចាក់ធ្លុះនៅសត្វលោកពពួកសត្វលោកទាំងឡាយថាតើសត្វលោកនឹងឯងមានធូលីតិចឬក៏ច្រើននៅក្នុងភ្នែកពាក្យថាធូលីនេះសំដៅទៅលើឯងសំដៅទៅលើគេឡើយតើបុគ្គលនឹងមានកិលេសតិចឬក៏បុគ្គលនឹងមានកិលេសច្រើនដល់តាមទេណានឹងដែលព្រះអង្គលោកត្រាស់ដឹងនៅបុគ្គលបាទដែលបានសម្រេចមកពីព្រះអង្គមានពុទ្ធចក្ខុនឹងឯងដឹងថាសត្វលោកនេះសំគួរតថាគតដើម្បីទៅប្រោសសត្វលោកនេះសំគួរព្រះពុទ្ធតថាគតដើម្បីទៅប្រោសមកព្រះអង្គឃើញថានៅពេលដែលសត្វនោះឯងមានធូលីតិចនៅក្នុងភ្នែកបាទចាំតែឮឱវាទរបស់ព្រះអង្គនៅពេលនោះធម្មចក្ខុនឹងកើតឡើងហើយចុះបើសិនជាយើងវាអត់មានទេធូលីគឺកិលេសនៅក្នុងភ្នែករបស់យើងច្រើនសូម្បីតែយើងជួបនឹងព្រះសម្មាសម្ពុទ្ធក៏អត់ប្រយោជន៍ដែរមិនដឹងជាព្រះអង្គប្រោសដោយប្រការណាទេដាប់តាមទេទីនេះដាប់តាមទេដូចជាព្រះអង្គថាពុទ្ធចក្ខុបានដល់អាសយានុសយាញាណនឹងឥន្ទ្រិយបរោបរិយបញ្ញាណនេះបានន័យថាបញ្ញាអីដូចជាអាសយានុសយៈនុសយាញាណបានដល់ថាអាសយៈធហើយនឹងអនុសយៈធអនុស័យតើតានេះបាទអនុស័យគឺថាអនុសយៈធប៉ុន្តែមុនដំបូងគឺអាសយៈធគឺបានដល់ថាគឺបានដល់ឆន្ទៈចេតសិកឆន្ទៈដែលជាទីដែលជាទីមកដេកគឺសំដៅទៅលើដូចឧទាហរណ៍ដូចជាទិដ្ឋិបុគ្គលនឹងឯងមានទិដ្ឋិជាភវៈទិដ្ឋិឬក៏វិភវៈទិដ្ឋិនឹងគឺជាអាសយៈហើយនឹងគឺជាអាសយៈធម៌ហើយពីព្រោះសត្វលោកនៅក្នុងលោកនឹងឯងតែមានទិដ្ឋិពីរយ៉ាងគឺសស្សតទិដ្ឋិមួយនិងវិឆេទទិដ្ឋិមួយយល់ឃើញថាមានមួយ